សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាក្នុងការ set up Windows Server នៅលើ Windows 11 អញ្ចឹងដើម្បី set up Windows Server បានគឺយើងត្រូវមាន VMware Workstation ហើយទៅមួយទៀតគឺ Windows Server Image File ISO ដោយសារខ្ញុំមាន VMware Workstation ហើយអញ្ចឹងខ្ញុំអត់បាច់ចាំទៅ set up install វាម្ដងទៀតទេអញ្ចឹងខ្ញុំទៅ open VMware Workstation ខ្ញុំតែម្ដងហើយចំពោះ VMware Workstation និង Windows Server Image ISO file ខ្ញុំនឹងតម្លាក់នៅ link below ខាងក្រោមឲ្យអ្នកទាំងអស់គ្នាចូលទៅ download អញ្ចឹងនៅពេលដែលយើងបើក VMware Workstation យើងមកវានឹងបង្ហាញទម្រង់បែបនេះអញ្ចឹងដើម្បី set up Windows Server បានគឺយើងជ្រើសរើសយក option ទី1គឺ create new virtual machine បន្ទាប់មកវានឹងចេញទម្រង់បែបនេះចំពោះcustom គឺវា config រៀងរញ៉េរញ៉ៃនៅ option ទី2នេះវារៀងស្មុគស្មាញអញ្ចឹងខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាជ្រើសរើសយក option ទី1អញ្ចឹងជំហានបន្ទាប់វានឹងបង្ហាញទម្រង់បែបនេះចំពោះខ្ញុំអត់ recommend ឲ្យអ្នកទាំងអស់គ្នាជ្រើសរើសយក option ទី2ទេដោយសារនៅពេលដែលយើងជ្រើសរើសហើយយើង select ISO image file យើងហើយយើងនឹងចូលទៅកាន់កន្លែងមួយដែលវាឲ្យយើងវាយ license key Windows អញ្ចឹងខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាជ្រើសរើសយកទី3គឺ I will install the operating system later អញ្ចឹងចូលមកដល់ជំហាននេះដោយសារយើង set up Windows Server អញ្ចឹងយើងជ្រើសរើសយក Microsoft Windows មកដោយសារខ្ញុំប្រើ Windows Server ឆ្នាំ2022អញ្ចឹងខ្ញុំទៅ select យក Windows Server 2022ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាមាន file Windows Server ISO 2025អញ្ចឹងអ្នកទាំងអស់គ្នាអាច select យក Windows Server 2025តាមប្រភេទ file អ្នកទាំងអស់គ្នាបានប៉ុន្តែខ្ញុំប្រើ Windows Server 2022អញ្ចឹងខ្ញុំ select យក Windows Server 2022បន្ទាប់មកវានឹងបង្ហាញកន្លែងនេះគឺវាឲ្យដាក់ឈ្មោះ virtual machine របស់យើងអញ្ចឹងខ្ញុំដាក់ឈ្មោះ Windows Server 2022ចំពោះទី2 location គឺកន្លែងដែល store នៅ Windows Server យើងអញ្ចឹងខ្ញុំ place វាទៅកាន់ drive D ហើយខ្ញុំបង្កើតនៅ folder មួយសម្រាប់ store នៅ Windows Server នោះមានឈ្មោះថា VMware បន្ទាប់មក select លើ folder នោះហើយចុច OK ហើយខ្ញុំ click next បន្ទាប់មកកាន់កន្លែងនេះ maximum disk size អញ្ចឹងវាគិតជា gigabyte អញ្ចឹងចំពោះខ្ញុំយក60 gigabyte ដោយសារ60 gigabyte គឺ recommend ដោយសារបើក្រោមហ្នឹងវាអាចធ្វើឲ្យ Windows Server យើងនៅពេលដែលយើង install ហើយយើងយកទៅប្រើប្រាស់វាពេញmemory អញ្ចឹងនៅពេលដែលវាពេញទៅវាអាចជួបបញ្ហា crash ទៅលើ Windows Server របស់យើងអីចឹងទៅអញ្ចឹងខ្ញុំ recommend ឲ្យយកចាប់ពី60 GB ឡើងអញ្ចឹងកន្លែងនេះខ្ញុំ select យក option ទី1 store virtual disk as a single file អញ្ចឹងនៅពេលដែលខ្ញុំយក store virtual disk as a single file នៅពេលដែលខ្ញុំចង់ transfer Windows Server ខ្ញុំទៅមិត្តភ័ក្តិរបស់ខ្ញុំទៅអ្នកផ្សេងអញ្ចឹងវាមាន single file អញ្ចឹងខ្ញុំគ្រាន់តែផ្ទេ single file ហ្នឹងជាការស្រេចតែម្ដងតែបើ option ខាងក្រោម split virtual disk into multiple file អញ្ចឹងវានឹងបង្កើត file ជាច្រើនអញ្ចឹងកន្លែងហ្នឹងវាមានច្រើន file អញ្ចឹងយើងអាច transfer data បានលឿនប៉ុន្តែវា file វាមានច្រើនពេកអញ្ចឹងវារៀង complex អញ្ចឹងខ្ញុំអត់ចង់បាន option ទី2ហ្នឹងទេខ្ញុំជ្រើសយក option ទី1អញ្ចឹងចូលមកដល់ចំណុចនេះគឺជាកន្លែងមួយដែលយើងអាច customize hardware របស់យើងថាយើងចង់បាន performance បែបម៉េចចង់បាន RAM បែបម៉េចទៅតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងទៅអញ្ចឹងខ្ញុំ click ទៅលើ customize hardware បន្ទាប់មក memory ហ្នឹងគឺ RAM អញ្ចឹងខ្ញុំដាក់ 8GB មកដោយសារ memory របស់ខ្ញុំមាន 16GB ខ្ញុំដាក់ពាក្យកតាវាមកបន្ទាប់មកកន្លែង number of processors អញ្ចឹងខ្ញុំជ្រើសយក8 core ដោយសារខ្ញុំមាន16 core ហើយអ្នកទាំងអស់គ្នាអាចនឹងឆ្ងល់ហើយថាម៉េចខ្ញុំយកខ្ពស់ម៉េះគឺដោយសារខ្ញុំចង់ឲ្យ Windows Server វាដើរលឿនអញ្ចឹងខ្ញុំ optimize ទៅលើ performance របស់វាឲ្យវា run បានរហ័សទៅលឿនអញ្ចឹងទៅ
ជំហានទី3គឺយើងចូលទៅជ្រើសរើសយក use ISO image file អញ្ចឹងយើងទៅ select យក ISO image file យើងមកដែលយើងបាន store ទុកនៅលើ laptop របស់យើងបន្ទាប់មកយើង select លើវាមកហើយ click open អញ្ចឹងយើងធ្វើបានបែបនេះហើយគឺជាការស្រេចហើយអញ្ចឹងយើងគ្រាន់តែចុច close មកបន្ទាប់មកយើងចុចលើ finish បន្ទាប់ពី finish ហើយវានឹង load Windows Server នៅខាងឆ្វេងឲ្យយើងមើលអញ្ចឹងយើងឃើញ Windows Server ហ្នឹងយើងចុចលើវាប៉ុចមកហើយយើងចុចលើប៊ូតុង run អញ្ចឹងវានឹង run Windows Server នៅលើ VMware ហើយមួយវិញទៀតនៅពេលដែលអ្នកទាំងអស់គ្នាប៉ះនៅលើ VMware ហ្នឹងទៅវានឹងបាត់ pointer របស់យើងមករបស់យើងអញ្ចឹងដើម្បីយើង restore វាមកវិញគឺយើង click Control Alt ពេលយើង click Control Alt ហើយវានឹងចេញ pointer យើងមកវិញអញ្ចឹងកន្លែងនេះយើងចាំបន្តិចមកបន្ទាប់មកវានឹង display បែបនេះអញ្ចឹងយើង click any key មកឬក៏ press enter បន្ទាប់មកវានឹងចាប់ផ្ដើម loading files ចំពោះកន្លែងនេះវិញគឺខ្ញុំយក English United States ខ្ញុំ keep default ហើយខ្ញុំ click next តែម្ដងបន្ទាប់មកខ្ញុំ click លើ install now ចំពោះកន្លែងនេះវិញនៅលើ option ទី1នេះគឺនៅពេលដែលយើង install ទៅលើ option ទី1គឺវាចេញទៅលើ terminal វា display តែ terminal ឲ្យយើងវាយទៅលើ command line អញ្ចឹងដោយសារ Windows វា command line វាវែងពេកអញ្ចឹងខ្ញុំអត់ចូលចិត្តប្រើ command line អីញ៉ៃទេអញ្ចឹងខ្ញុំជ្រើសយក option ទី2ដែលវាមាន GUI ដែល display មាន UI full អញ្ចឹងខ្ញុំជ្រើសយកទី2ដោយសារខ្ញុំចូលចិត្តប្រើ UI ជាង V command line អញ្ចឹងខ្ញុំយកទី2បន្ទាប់មកកន្លែងនេះអ្នកទាំងអស់គ្នាគ្រាន់តែ check box ទៅលើ accept ហើយ click next បន្ទាប់មកចូលមកកាន់ជំហាននេះគឺខ្ញុំជ្រើសយក custom បន្ទាប់មក click យក disk របស់យើងហើយ click next បន្ទាប់មកយើងរងចាំបន្តិចមកបន្ទាប់ពី install success ហើយវានឹង auto restart ខ្លួនវាអញ្ចឹងវាកំពុងតែ restart យើងចាំវាមួយផ្លែតមកបន្ទាប់ពី restart ហើយវានឹងឲ្យយើងវាយបញ្ចូល password សម្រាប់ log in ចូល Windows Server របស់យើងអញ្ចឹងយើងវាយ password យើងមកហើយ password ទី1និង password ទី2គឺដដែលវាយឲ្យដូចគ្នាបន្ទាប់មក press enter ឬក៏ click ទៅលើ finish បន្ទាប់មកវានឹង display បែបនេះអញ្ចឹងបើចំពោះទៅលើ laptop យើង laptop Windows របស់យើងដល់ពេលដែលយើងបើកកុំព្យូទ័រមកវាចេញរូបភាពបែបហ្នឹងយើងគ្រាន់តែ press enter ហើយវាឲ្យយើងវាយ password ហើយអញ្ចឹងប៉ុន្តែ Windows Server នៅលើ VMware វាឲ្យយើង press Control Alt Delete ដើម្បីឲ្យវា load ទៅកាន់កន្លែងវាយ password របស់យើងបន្ទាប់ពី press ហើយវានឹងចេញបែបនេះឲ្យយើងវាយ password អញ្ចឹងកន្លែងនេះយើងគ្រាន់តែវាយបញ្ចូល password ដែលយើងបាន set ពីមុនមកហើយ press enter ជាការស្រេចបន្ទាប់មកវា display បែបនេះអញ្ចឹង congratulations អ្នកទាំងអស់គ្នាបាន install Windows Server នៅលើ VMware Success ហើយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះសង្ឃឹមថាវីដេអូនេះអាចជួយអ្នកទាំងអស់គ្នាក្នុងការដំឡើង Windows Server នៅលើ VMware បានដោយជោគជ័យហើយបើអ្នកទាំងអស់គ្នាមានសំណួរឬចង្អល់កន្លែងណាមួយអ្នកទាំងអស់គ្នាអាច comment ខាងក្រោមខ្ញុំនឹងព្យាយាមឆ្លើយតបតាមតែអាចធ្វើទៅបានហើយមួយវិញទៀតអ្នកទាំងអស់គ្នាកុំភ្លេចចុច like និង subscribe ដើម្បីទទួលបាននៅវីដេអូបង្រៀនថ្មីៗអំពីបច្ចេកវិទ្យា and thanks again for watching and I'll see you in the next video. Have a great day.